ដៅកគុកលោកចែមច័ន្ទរាហៅពាក់មីបានដាក់ពាក្យប្តឹងម្ចាស់ករណី Facebook ម្នាក់និងទាមទារសំណងជំងឺចិត្តចំនួន$15,000អាមេរិកតើការបញ្ចេញមតិរិះគន់នៅលើបណ្ដាញសង្គមមានព្រំដែនត្រឹមណាថ្មីនេះរឿងរ៉ាវរបស់តារាកំ ប្លែងដ៏ល្បីឈ្មោះលោកចែមច័ន្ទរាហៅនាយពាក់មីបានคล้ายទៅជាប្រធានបទដ៏ក្តៅកគុកក្រោយពីលោកបានសម្រេចចិត្តដាក់ពាក្យបណ្ដឹងទាមទារសំណងរហូតដល់ទៅចំនួន$15,000អាមេរិកពីអ្នកប្រើប្រាស់បណ្ដាញសង្គមម្នាក់តើដើមចមនៃរឿងនេះផ្ដើមចេញពីអ្វីហេតុអ្វីបានជាមហាជនមានមតិបែកចេញជាពីរយ៉ាងដូចនេះហើយតើយើងគួរយល់ដឹងអំពីចំណុចសំខាន់អ្វីខ្លះមុននឹងធ្វើការវិនិច្ឆ័យតោះសូមតាមដាននៅវីដេអូនេះឲ្យដល់ទីបញ្ចប់ដើម្បីទទួលបាននូវរូបភាពពេញលេញនិងការវិភាគដោយប្រុងប្រយ័ត្នទាំងអស់គ្នាសូមជម្រាបសួរប្រិយមិត្តពុកម៉ែបងប្អូនទាំងអស់គ្នាជាទីគោរពសូមស្វាគមន៍មកកាន់ Channel Sophia Explain ថ្ងៃនេះយើងនឹងលើកយកនៅប្រធានបទដ៏រសើបមួយដែលកំពុងតែទទួលបាននៅការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្ដាញសង្គមដែលពាក់ព័ន្ធទៅនឹងលោកចែមច័ន្ទរាដែលប្រិយមិត្តបានស្គាល់យ៉ាងច្បាស់ថាគឺជាតារាកំប្លែងនាយពាក់មីនិងអ្នកប្រើប្រាស់បណ្ដាញសង្គមមួយដែលមានករណីឈ្មោះថាពេជ្ររាជនីកញ្ញាតាមប្រភពព័ត៌មានបានបង្ហាញអំពីការចុះផ្សាយមាតិកាវីដេអូការបញ្ចេញមតិឆ្លើយតបយ៉ាងចាស់ដៃនិងឈានរហូតដល់ការដាក់ពាក្យបណ្ដឹងផ្លូវច្បាប់រឿងរ៉ាវនេះមិនត្រឹមតែជារឿងបុគ្គលនិងបុគ្គលប៉ុណ្ណោះទេក៏ប៉ុន្តែវាបានឆ្លុះបញ្ចាំងអំពីទស្សនវិជ្ជាទូទៅនៃការប្រើប្រាស់បណ្ដាញសង្គមនៅកម្ពុជាដើម្បីឲ្យបងប្អូនយល់រឿងនេះបានកាន់តែច្បាស់យើងមករៀបរាប់អំពីចំណុចសំខាន់និងបំបែកនៅព័ត៌មាននេះជាជំហានទៅតាមលំដាប់លំដោយជាមុនសិនមុននឹងយើងឈានទៅដល់នៅការវិភាគស៊ីជម្រៅរឿងរ៉ាវនេះបានចាប់ផ្ដើមទទួលបានការចាប់អារម្មណ៍នៅពេលដែលលោកចែមច័ន្ទរាហៅពាក់មីបានធ្វើការបង្ហោះនៅវីដេអូផ្សព្វផ្សាយព្រឹត្តិការណ៍មួយនៅលើទំព័រ Facebook ផ្លូវការរបស់លោកកាលពីថ្ងៃទី24ខែមិថុនាឆ្នាំ2026នៅក្នុងវីដេអូនោះលោកបានសរសេរចំណងជើងថារឿងចាប់ដៃលក្ខណៈវាជាបញ្ហាក្នុងគ្រួសារតែយើងកុំគិតពីបញ្ហាយើងយកបញ្ហានោះមកច្នៃឲ្យចេញជាលុយវីដេអូនេះមានការចូលរួមសម្ដែងពីសំណាក់ភរិយារបស់លោកផ្ទាល់ដែលជាការបង្កើតមាតិកាដើម្បីផ្សព្វផ្សាយផលិតផលភេសជ្ជៈមួយផ្អែកទៅតាមទិន្នន័យដែលមានការរៀបចំសាច់រឿងនៅក្នុងវីដេអូនេះគឺលោកបានយកបញ្ហាដែលធ្លាប់កើតនៅក្នុងគ្រួសារមកធ្វើជាសាច់រឿងដើម្បីទាក់ទាញចំណាប់អារម្មណ៍ទស្សនិកជនបន្ទាប់ពីវីដេអូនេះត្រូវបានផ្សព្វផ្សាយបណ្ដាញសង្គម Facebook ដែលមានឈ្មោះថាពេជ្ររាជនីកញ្ញាក៏បានយកវីដេអូនេះទៅចែករំលែកបន្តនិងបានភ្ជាប់ជាមួយនឹងសាររិះគន់យ៉ាងធ្ងន់ធ្ងរយោងទៅតាមឯកសារដែលយើងទទួលបានម្ចាស់ករណីរូបនេះបានប្រើប្រាស់នៅពាក្យពេចន៍វាប្រហារចំទៅលើគ្រួសារនាយពាក់មីដោយបានចោទប្រកាន់ថាការបង្កើតមាតិកានេះគឺគ្រាន់តែដើម្បីប្រាក់និងជាគំរូមិនល្អដល់សង្គមហើយថែមទាំងបានប្រើប្រាស់នៅពាក្យសម្ដីអវិជ្ជមានខ្លាំងដែលដើមឡើយមានអត្ថន័យសង្កត់ធ្ងន់ធ្ងរជុំវិញការវិតម្លៃអត្តចរិតគ្រួសារការបញ្ចេញមតិនេះគឺជាចំណុចកណ្ដាលដែលធ្វើឲ្យមានការប៉ះទង្គិចគ្នាយ៉ាងខ្លាំងនៅលើបណ្ដាញសង្គមនៅថ្ងៃទី26ខែមិថុនាឆ្នាំ2026យោងទៅតាមឯកសារបណ្ដឹងផ្លូវការលោកចែមច័ន្ទរាហៅនាយពាក់មីបានសម្រេចចិត្តដាក់ពាក្យបណ្ដឹងទៅកាន់ព្រះអាជ្ញានៃអัยការអមសាលាដំបងរាជធានីភ្នំពេញនៅក្នុងបណ្ដឹងនោះលោកបានប្តឹងម្ចាស់ករណី Facebook ឈ្មោះពេជ្ររាជនីកញ្ញាពីបទបរិហាកេរជាសាធារណៈនិងជេរប្រមាថជាសាធារណៈដោយទារសំណងជំងឺចិត្តចំនួន$15,000អាមេរិកស្របពេលជាមួយគ្នានោះតារាកំប្លែងនាយពាក់មីក៏បានបង្ហោះសារបញ្ជាក់ចំហរបស់លោកនៅលើទំព័រ Facebook ដោយស្នើសុំឲ្យបញ្ឈប់នៅការប្រើប្រាស់នៅរាល់ពាក្យសម្ដីមិន
សមរម្យនិងបរិហាគេមកលើគ្រួសារលោកបានបញ្ជាក់ថារឿងនេះជារឿងផ្ទាល់ខ្លួនហើយនេះជាលើកទី1ដែលលោកចាត់វិធានការផ្លូវច្បាប់បែបនេះពីព្រោះលោកយល់ថាវាប៉ះពាល់ទៅដល់កិត្តិយសគ្រួសារយ៉ាងខ្លាំងក្រោយពីមានព័ត៌មាននៃការប្តឹងផ្តល់នេះបានលេចលឺឡើងមហាជននៅលើបណ្ដាញសង្គមមានមតិខ្វែងគំនិតគ្នាជាច្រើនមកខាងបានលើកឡើងរិះគន់ទៅកាន់តារាកំ ប្លែងនាយពាក់មីវិញថាក្នុងនាមជាបុគ្គលសាធារណៈនិងជាអ្នកសិល្បៈល្បីឈ្មោះនៅពេលដែលលោកជ្រើសរើសយកបញ្ហាគ្រួសារមកធ្វើជាមេត្តាការផ្សព្វផ្សាយជាសាធារណៈលោកត្រូវតែត្រៀមចិត្តទទួលយកនៅការរិះគន់ពួកគាត់បានយល់ឃើញថាការបង្កើតមេត្តាការដែលប៉ះពាល់ទៅដល់អារម្មណ៍សង្គមអាចជះឥទ្ធិពលមិនល្អជាពិសេសទៅដល់ក្មេងៗចំណែកឯម្ខាងទៀតបានបង្ហាញនៅការគាំទ្រចំពោះចំណាត់ការផ្លូវច្បាប់មួយនេះពួកគាត់បានបញ្ជាក់ថាបើទោះបីជាបុគ្គលម្នាក់ជានរណាក៏ដោយក៏គ្មាននរណាម្នាក់មានសិទ្ធិទៅប្រើប្រាស់នៅពាក្យសម្ដីមិនសមរម្យឬបរិហាគេជាសាធារណៈនោះទេពួកគាត់បានយល់ឃើញថាការរិះគន់ដើម្បីស្ថាបនាគឺខុសគ្នាស្រឡះពីការប្រើប្រាស់នៅពាក្យសម្ដីជេរប្រមាថទៅលើបុគ្គលនិងក្រុមគ្រួសារអ្វីដែលគួរឲ្យគាត់សម្គាល់បន្ថែមទៀតនោះយោងទៅតាមប្រភពព័ត៌មានចុងក្រោយដែលមាននៅក្នុងប្រភពលោកចែមចន្ទរាហៅនាយពាក់មីបានប្រកាសជាសាធារណៈថាប្រសិនបើលោកទទួលបានប្រាក់សំណងជំងឺចិត្តចំនួន$15,000ពីម្ចាស់ account រូបនោះមែនលោកនឹងមិនយកមកប្រើប្រាស់ផ្ទាល់ខ្លួននោះទេគឺលោកនឹងយកថវិកាទាំងនោះទៅបរិច្ចាគជូនមន្ទីរពេទ្យគុណធបុប្ផាទាំងស្រុងនេះគឺជាព័ត៌មានផ្លូវការចុងក្រោយដែលភាគីដើមបណ្ដឹងបានបញ្ជាក់យ៉ាងណាមិញដំណើរការនីតិវិធីច្បាប់បន្តយ៉ាងណានោះគឺជារឿងដែលមិនទាន់មានការបញ្ជាក់បន្ថែមនៅឡើយនោះទេហើយយើងត្រូវរងចាំមើលចំណាត់ការរបស់ស្ថាប័នមានសមត្ថកិច្ចប្រិយមិត្តជាទីគោរពឥឡូវនេះបន្ទាប់ពីយើងបានជ្រួតជ្រាបអំពីដំណើររឿងទាំងមូលហើយសូមយើងមកធ្វើនៅការវិភាគស៊ីជម្រៅដោយប្រុងប្រយ័ត្នទាំងអស់គ្នាផ្អែកទៅលើព័ត៌មានដែលមាននាពេលបច្ចុប្បន្ននេះចំណុចទី1ហេតុអ្វីបានជារឿងនេះคล้ายទៅជាចំណុចចាប់អារម្មណ៍យ៉ាងខ្លាំងបើមើលទៅតាមព័ត៌មានដែលមាននេះមិនមែនជារឿងថ្មីនោះទេដែលតារាល្បីៗទទួលបាននៅការរិះគន់ក៏ប៉ុន្តែអ្វីដែលធ្វើឲ្យរឿងនេះមានសន្ទុះខ្លាំងគឺដោយសារតែវាប៉ះទង្គិចរវាងសិទ្ធិនៅក្នុងការបង្កើតមាតិកានិងព្រំដែននៃការបញ្ចេញមតិយោបល់សង្គមយើងបច្ចុប្បន្នកំពុងតែមានសំណួរសួរថាតើការយកបញ្ហាចម្រូងចម្រាសមកធ្វើជាពាណិជ្ជកម្មគឺជារឿងដែលសមស្របដែរឬទេហើយទន្ទឹមនឹងនោះតើការមិនពេញចិត្តចំពោះមាតិកាមួយផ្ដល់សិទ្ធិឲ្យយើងវាយប្រហារដោយពាក្យសម្ដីធ្ងន់ធ្ងរទៅលើអ្នកបង្កើតមាតិកាដែរឬទេចំណុចទី2តើចំណុចណាដែលគួរឲ្យមហាជនប្រុងប្រយ័ត្នការបញ្ជាក់របស់ភាគីពាក់ព័ន្ធតាមរយៈពាក្យបណ្ដឹងអាចបង្ហាញថាច្បាប់ស្ដីពីការបរិហាគេនិងការប្រមាថជាសាធារណៈនៅកម្ពុជាកំពុងត្រូវបានយកមកអនុវត្តយ៉ាងតឹងរ៉ឹងនៅលើលំហបណ្ដាញសង្គមនេះគឺជាចំណុចដែលអ្នកលេងបណ្ដាញសង្គមត្រូវតែមានការប្រុងប្រយ័ត្នពោះជាទីបំផុតការខឹងសម្បារឬការមិនពេញចិត្តមួយឆាវហើយបញ្ចេញនៅមតិដោយខ្វះនៅការពិចារណាអាចនាំឲ្យមានការប្រឈមមុខនិងមុខសញ្ញាច្បាប់ដោយដែលយើងកំពុងតែបានឃើញនៅក្នុងករណីនេះស្រាប់ការរិះគន់បែបស្ថាបនាដោយផ្ដោតទៅលើទង្វើគឺមានសុវត្ថិភាពជាងការវាយប្រហារទៅលើបុគ្គលឬក៏កិត្តិយសក្រុមគ្រួសារចំណុចទី3ការទទួលខុសត្រូវរបស់អ្នកបង្កើតមាតិកាយើងក៏មិនគួរប្រញាប់ធ្វើការសន្និដ្ឋានថាអ្នកបញ្ចេញមតិសុទ្ធតែខុសទាំងអស់នោះទេការវិភាគនេះផ្អែកទៅលើទ្រន័យដែលមានគឺវាបានឆ្លុះបញ្ចាំងពីសារៈសំខាន់នៃការទទួលខុសត្រូវសង្គមរបស់បុគ្គលសាធារណៈមតិជាច្រើនបានចង្អុលបង្ហាញថាការរៀបចំសាច់រឿងដែលប៉ះពាល់ដល់តម្លៃគ្រួសារដើម្បីជាថ្នូរនឹងផលប្រយោជន៍ពាណិជ្ជកម្មអាចបង្កឲ្យមាននៅការយល់ខុសនិងអារម្មណ៍អវិជ្ជមានពីទស្សនិកជនដូច្នេះអ្នកផលិតមាតិកាក៏ត្រូវតែធ្វើការថ្លឹងថ្លែងឲ្យបានច្បាស់លាស់រវាងការតាក់ទាញចំណាប់អារម្មណ៍និងផលប៉ះពាល់សង្គមមុននឹងសម្រេចចិត្តផ្សព្វផ្សាយជារួមការវិភាគនេះបានបង្ហាញឲ្យឃើញថាបណ្ដាញសង្គមអាចធ្វើឲ្យរឿងមួយត្រូវបានរុញច្រានយ៉ាងលឿនទៅរកភាព
តានតឹងប្រសិនបើភាគីទាំងសងខាងទាំងអ្នកបង្កើតនិងអ្នកទទួលសារប្រើប្រាស់អារម្មណ៍ជាធំនៅក្នុងការឆ្លើយតបក្នុងនាមជាអ្នកតាមដាននិងអត្ថាធិប្បាយនៅព័ត៌មាននេះ Sophia Explain សូមចូលរួមបន្ថែមមតិមួយចំនួនដោយក្តីគោរពទៅកាន់ភាគីពាក់ព័ន្ធនិងបងប្អូនទស្សនិកជនទាំងអស់គ្នាយើងមិនមែនជាអ្នកកាត់សេចក្តីថាអ្នកណាខុសឬក៏អ្នកណាត្រូវនោះទេពីព្រោះរឿងនេះកំពុងតែស្ថិតនៅក្រោមនីតិវិធីនៃច្បាប់អ្វីដែលយើងចង់លើកទឹកចិត្តគឺការគោរពតម្លៃគ្នាទៅវិញទៅមកនៅលើបណ្ដាញសង្គមការផ្ដល់មតិយោបល់គឺជាសិទ្ធិរបស់មនុស្សគ្រប់រូបក៏ប៉ុន្តែយើងគួរប្រើប្រាស់នៅ comment ដោយសុភាពមានហេតុផលនៅក្នុងន័យស្ថាបនាការប្រើប្រាស់នៅពាក្យអសុរោះឬក៏ការវេប្រហារកិត្តិយសបុគ្គលមិនមែនជាដំណោះស្រាយនោះទេហើយវាកាន់តែធ្វើឲ្យបញ្ហាកាន់តែរីកធំទន្ទឹមនឹងនោះសម្រាប់អ្នកសិល្បៈឬក៏បុគ្គលសាធារណៈដែលជាគំរូរបស់មហាជនការទទួលយកនៅការរិះគន់ដោយបើកចំហនិងការពិចារណាឡើងវិញទៅលើមាតិកាដែលខ្លួនបានផលិតនោះគឺជាភាពចាស់ទុំមួយដែលសង្គមជាតិចង់ឃើញផងដែរសូមប្រិយមិត្តបងប្អូនមហាជនបន្តតាមដាននៅសាច់រឿងនេះដោយមានហេតុផលមិនមែនដោយកំហឹងនោះទេយើងគួររងចាំការបញ្ជាក់ជាផ្លូវការអំពីស្ថាប័នច្បាប់និងការដោះស្រាយរវាងភាគីទាំងពីរហើយសូមកុំទាន់ប្រញាប់ធ្វើការវិនិច្ឆ័យឬក៏ចែករំលែកនៅព័ត៌មានដែលអាចបង្កឲ្យមានការរើសអើងឬក៏ប៉ះពាល់ដល់ឯកជនភាពគ្រួសាររបស់ភាគីណាមួយឲ្យសោះសរុបជារួមមកវិញដំណើររឿងនៃការដាក់ពាក្យបណ្ដឹងទារសំណងរបស់លោកចែមច័ន្ទរាហៅពាក់មីទៅលើអ្នកប្រើប្រាស់បណ្ដាញសង្គមគឺជាមេរៀនសាធារណៈមួយដ៏សំខាន់សម្រាប់យើងទាំងអស់គ្នាក្នុងការស្វែងយល់អំពីតុល្យភាពរវាងការផលិតមាតិកានិងសិទ្ធិបញ្ចេញមតិក្នុងព្រំដែនសីលធម៌និងច្បាប់រឿងនេះត្រូវមើលដោយប្រុងប្រយ័ត្ននិងរៀនសូត្រពីវាដើម្បីធ្វើឲ្យសហគមន៍បណ្ដាញសង្គមរបស់យើងកាន់តែមានភាពវិជ្ជមានបងប្អូនអាចធ្វើការបញ្ចេញមតិយោបល់ comment ដោយសុភាពនៅខាងក្រោមវីដេអូនេះបានសូមកុំប្រើប្រាស់នៅពាក្យពេចន៍ជេរប្រមាថឬក៏វិនិច្ឆ័យលើសពីព័ត៌មានដែលបានបញ្ជាក់តើបងប្អូនមានទស្សនៈយ៉ាងណាដែរចំពោះរឿងមួយនេះអាចធ្វើការចែករំលែកបានប្រសិនបើមាននៅព័ត៌មានថ្មីឬក៏ចំណាត់ការផ្លូវច្បាប់ជាបន្តទៀតយ៉ាងណានោះ Sophia Explain នឹងបន្តតាមដានហើយសម្រាយជូនបន្ថែមទៀតសូមអរគុណសម្រាប់ការទស្សនានិងសូមគោរពលា